ចាលោកគ្រូអាការៈគាត់នឹងគាត់ឈឺរយចុកតកៀហើយគាត់ចុកចកេះលោកគ្រូគាត់ចុកតកៀចុកចកេះលោកគ្រូដូចចុកក្នុងឆ្អឹងណាលោកគ្រូព្រោះនេះម៉ែគាត់ហូបហើយគាត់សំបានច្រើនណាលោកគ្រូគាត់ក្រិនច្រើនមែនទេលោកគ្រូឥឡូវខ្ញុំកំងលោកគ្រូ2 ដបទៀតណាលោកគ្រូគាត់បានធូរច្រើនលោកគ្រូហើយកំងថែមទៀតណាលោកគ្រូចាំមើលគាត់សាក2 ដបនេះទៀតហើយចាំកំងថែម2 ដបទៀតលោកគ្រូលោកគ្រូចាលោកគ្រូអរគុណច្រើនលោកគ្រូគាត់ហូបទឹកបាន2 ដបគាត់ថាគាត់បានធូរបានច្រើនលោកគ្រូគាត់បានច្រើនជាងមុនហើយគាត់ធ្វើការងាររហូតគាត់ថាគាត់អត់ឈឺដូចលើកមុនទេគាត់បាត់ឈឺហើយគាត់ថាបើសិនជាបាន2 ដបនេះទៀតប្រហែលជាស្រួលមែនទេណាគាត់ថាអញ្ចឹងណាលោកគ្រូហើយនេះ2 ដបនេះខ្ញុំយកឲ្យពុកសិនព្រោះម៉ែគាត់អត់ទាន់អស់អញ្ចឹងណាលោកគ្រូយកឲ្យពុកគាត់ភាសាបន្តគាត់ចង់ដឹងដែរព្រោះល្ងាចមិញខ្ញុំឲ្យគាត់សាកមើល2 ស្លាបព្រាថាគាត់សម្រានលក់ទល់ភ្លឺហើយគាត់បាត់ឈឺបាត់ដូចបាត់ឈឺក្នុងឆ្អឹងក្នុងអីគាត់ដែរព្រោះពុកគាត់ឈឺដែរអញ្ចឹងណាលោកគ្រូចាលោកគ្រូណែបានម៉ែបានពុកគាត់បាត់ទាំងអណាលោកគ្រូអើយមិនដឹងថារោគអីមកនិយាយលោកគ្រូចោលម៉ែគាត់ឈឺយូរហើយលោកគ្រូម៉ែគាត់ចូល3-4 ឆ្នាំហើយណាលោកគ្រូដល់ពេលគាត់ឆ្នាំនេះឆ្នាំនោះរហូតដែរប៉ុន្តែគាត់អត់ត្រូវលោកគ្រូដល់ពេលគាត់មកភាសាឆ្នាំនេះគាត់ភាសាឲ្យគាត់ត្រូវឲ្យគាត់ដើររហូតតែគាត់អត់ឈឺដូចលើកមុនណាលោកគ្រូគាត់ឈឺចុកចាប់ខ្ញុំសង្ឃឹមថាម៉ែបើសិនជាបាន2 ដបទៀតហើយជាគាត់ថាគាត់ជាឲ្យខ្លួនគាត់ណាលោកគ្រូចាតែនេះ2 ដបនេះខ្ញុំទិញឲ្យពុកសិនម៉ែគាត់ទៅអស់ម៉ែគាត់ទៅតែអស់1 ដបទៀតណាលោកគ្រូចាលោកគ្រូអរគុណច្រើនចាគ្រាន់តែគាត់ឈឺនេះដែលគាត់ដើរតណាមិនរួចចូល7 ឆ្នាំហើយលោកគ្រូម៉ែគាត់នៅក្នុងផ្ទះហើយគាត់ធ្វើអីគាត់ដើរតាណាគាត់ដើរអត់បានដែរសូម្បីតែគាត់ដើរចូលបន្ទប់ទឹកក៏គាត់ពិបាកដែរចឹងលោកគ្រូដល់ពេលឥឡូវហ្នឹងមិនត្រឹមតែចូលបន្ទប់ទឹកស្រួលទេហើយដាំបាយឲ្យកូនហូបគូមកហូបហើយគាត់បានដើរមកក្រៅមកអីហើយគាត់ស្រស់បោះគាត់ឆ្លាស់មុខឆ្លាស់មើលគាត់បាត់ឈឺបាត់អីចឹងលោកគ្រូចាប៉កែលោកគ្រូថានេះប៉កែមែនទេលោកគ្រូតែខ្ញុំថាគាត់ដែរលោកគ្រូខ្ញុំថាម៉ែអើយម៉ែឆ្នាំគ្រប់អស់ហើយឆ្នាំស្អីក៏ដោយណាម៉ែឲ្យតែថាល្បីឲ្យតែចេញមកគឺកំងឲ្យម៉ែឯងរហូតហើយគេលេបត្រូវគ្រប់គ្នាតែម៉ែឯងលេបហាត់ត្រូវហើយចាំមើលឆ្នាំនេះចង់ក្រោយឲ្យបើមិនត្រូវឆ្នាំនេះទៀតខ្ញុំមិនដឹងទៅរੂឆ្នាំអីឲ្យម៉ែឯងទៀតទេម៉ែឯងចប់ណែឯងម៉ែដេកឈឺប៉ុណ្ណែឯងខ្ញុំក៏ប្រាប់គាត់ចេះអស់ស្នោះគាត់ដែរលោកគ្រូតែដឹងធ្វើម៉េចលោកគ្រូតែឥឡូវពេលដែលបានឆ្នាំនេះចង់ក្រោយហើយគាត់ជាគាត់បានស្រួលគាត់ចេះទៅខ្ញុំក៏អរដែរចឹងលោកគ្រូ